សូមជម្រាបសួរថ្ងៃនេះខ្ញុំសូមបង្ហាញលោកអ្នកពីរបៀបបង្កើតគណនី Cambridge Key ក្នុងករណីលោកអ្នកពុំធ្លាប់ស្នើសុំបើកគណនី Cambridge Key នេះពីមុនមកតោះសូមតាមដានជាមួយខ្ញុំទាំងអស់គ្នាពីដំបូងសូមទាញយកកម្មវិធីទូរស័ព្ទដៃ Cambridge Key ពី App Store ឬ Google Play បន្ទាប់មកសូមចូលទៅកាន់កម្មវិធីទូរស័ព្ទដៃ Cambridge Key រួចចុចប៊ូតុងចុះឈ្មោះបញ្ចូលលេខទូរស័ព្ទរួចចុចប៊ូតុងផ្ញើ OTP បញ្ចូលលេខកូដ OTP ទាំង6ខ្ទង់ដែលបានផ្ញើទៅកាន់លេខទូរស័ព្ទរបស់លោកអ្នកសូមបញ្ចូលលេខកូដសម្ងាត់ផ្ទាល់ខ្លួនទាំង6ខ្ទង់រួចចុចប៊ូតុងបន្ទាប់សូមចុចប៊ូតុងប្រើប្រាស់សារផ្ទៃមុខឬខ្យល់ដៃរួចសូមអានការណែនាំដែលបានបង្ហាញនៅលើអេក្រង់រួចចុចប៊ូតុងយល់ព្រមដើម្បី scan មុខរស់រវើករបស់លោកអ្នក scan មុខរស់រវើករបស់លោកអ្នកដោយចុចប៊ូតុងចាប់ផ្ដើមផ្ទៀងផ្ទាត់រួចបែរមុខទៅឆ្វេងទៅស្ដាំយឺតៗតាមការណែនាំរបស់កម្មវិធីសូមចាំថាអ្នកត្រូវស្លៀកពាក់សមរម្យនិងត្រូវនៅកន្លែងដែលមានពន្លឺគ្រប់គ្រាន់សូមដោះមួកវ៉ែនតានិងម៉ាស់ចេញបន្ទាប់មកសូមអានការណែនាំដែលបង្ហាញនៅលើអេក្រង់រួចចុចប៊ូតុងយល់ព្រមដើម្បី scan អត្តសញ្ញាណប័ណ្ណខ្មែរឬលិខិតឆ្លងដែនសូម scan អត្តសញ្ញាណប័ណ្ណខ្មែរសម្រាប់ជនជាតិខ្មែរឬលិខិតឆ្លងដែនសម្រាប់ជនជាតិបរទេសនោះព័ត៌មានរបស់លោកអ្នកនឹងត្រូវបានទាញយកដោយស្វ័យប្រវត្តិសូមផ្ទៀងផ្ទាត់ព័ត៌មានរបស់លោកអ្នកឡើងវិញម្ដងទៀតនិងសូមកែសម្រួលក្នុងករណីការចាប់រកដោយស្វ័យប្រវត្តិមិនត្រូវជាមួយនឹងព័ត៌មាននៅលើអត្តសញ្ញាណប័ណ្ណរបស់លោកអ្នករួចសូមចុចលើប្រអប់ធានាអាងព័ត៌មានដែលបានផ្ដល់ជូនគឺជាព័ត៌មានពិតប្រាកដនិងត្រឹមត្រូវរួចចុចបន្ទាប់សូមរងចាំការឆ្លើយតបក្នុងរយៈពេល2ម៉ោងធ្វើការដើម្បីឲ្យមន្ត្រីដែលមានសមត្ថកិច្ចពិនិត្យលើការស្នើសុំរបស់លោកអ្នកក្នុងករណីព័ត៌មានរបស់លោកអ្នកគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវលោកអ្នកនឹងទទួលបានការអនុម័តក្នុងការបង្កើតគណនី Cambridge Key របស់លោកអ្នកក្នុងករណីលោកអ្នកទទួលបានការបញ្ជូនត្រឡប់សូមធ្វើតាមការណែនាំរបស់មន្ត្រីដែលមានសមត្ថកិច្ចឬចូលទៅកាន់វីដេអូមួយទៀតដែលខ្ញុំនឹងណែនាំលោកអ្នកពីរបៀបឆ្លើយតបនិងការបញ្ជូនត្រឡប់បើសិនបើលោកអ្នកធ្លាប់បានបង្កើតគណនី Cambridge Key បានជោគជ័យហើយសូមចុចប៊ូតុងគណនីមានស្រាប់រួចធ្វើតាមការណែនាំបន្ទាប់ពីបានបង្កើតគណនី Cambridge Key បានជោគជ័យហើយលោកអ្នកអាចចូលទៅកាន់សេវាសាធារណៈជាច្រើនរបស់រាជរដ្ឋាភិបាលយ៉ាងងាយស្រួលរហ័សនិងសុវត្ថិភាពបំផុតលោកអ្នកគ្រាន់តែចូលទៅកាន់គេហទំព័រណាមួយដែលបានភ្ជាប់ជាមួយធនាគារ Cambridge Key រួចចុចប៊ូតុងទាញយក QR code បន្ទាប់មកសូមយកកម្មវិធីទូរស័ព្ទដៃ Cambridge Key មក scan code QR ដែលមានបង្ហាញនៅលើគេហទំព័រដោយចុចប៊ូតុង scan QR code រួចបញ្ចូលលេខកូដសម្ងាត់របស់លោកអ្នកទាំង6ខ្ទង់ជាការស្រេចលោកអ្នកអាចប្រើប្រាស់សេវាសាធារណៈរបស់រាជរដ្ឋាភិបាលតាមតម្រូវការបានហើយសម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់